是，不会回头。换一任皇帝，便战个明白吧。Hello សួស្តីប្រិយមិត្តអរគ្នានៅក្នុងវីដេអូមួយនេះពួកយើងនឹងមកទស្សនាការសង្ខេបសាច់រឿងព្រេងនិទានព្រះបុរាណនៅក្នុងអេពីសូតទី91ដែលបន្ទាប់ពីអធិរាជជៀនហ្វុងគាត់បានស្ដីឲ្យពួកមន្ត្រីទាំងអស់នោះរួចហើយពួកគេមិនហ៊ានងើបក្បាលនោះទេខណៈពេលនោះរូឡៃក៏បានដើរចូលមកដោយនៅក្នុងដៃរបស់គាត់កាន់នៅចានបាតពណ៌មាសនិយាយថាព្រះអង្គពិតជាមានបន្ទូលបានល្អខ្លាំងណាស់ប៉ុន្តែឥឡូវនេះគ្រោះធម្មជាតិបានមកដល់ហើយផ្លូវដែលត្រឹមត្រូវនោះគឺបញ្ឈប់គ្រោះមហន្តរាយនិងជួយសង្គ្រោះប្រជាជនអធិរាជជៀនហ្វុងព្រះអង្គបានហុចបបរនិងនំប៉ាវមួយឲ្យទៅកាន់រូឡៃដោយបានឆ្លើយតបទៅកាន់រូឡៃវិញថាមិនត្រឹមតែសម្ដីរបស់យើងល្អនោះទេអ្វីដែលយើងកំពុងតែធ្វើនេះគឺរត់តែប្រសើរទៅទៀតរូឡៃមិនបាននិយាយតបតនោះទេកាន់ចានបាតដើរចាក់ចែងទៅវិញមិនយូរប៉ុន្មានព្រះរាជាតាវក៏បានដើរចូលមកម្ដងបន្ទាប់ពីបានហូបបបររួចហើយអធិរាជក៏បានសួរថាតើលោកអាចខ្លាចទៅជាព្រះពិតបានដែរទេអាចារ្យតាវបានក្រវីក្បាលអធិរាជបានសួររូឡៃវិញម្ដងតើលោកអាចខ្លាចទៅជាព្រះពុទ្ធពិតបានដែរទេរូឡៃបានឆ្លើយទៅកាន់អធិរាជថាស្ពានឋានសួគ៌ត្រូវបានកាត់ផ្ដាច់មិនមាននរណាម្នាក់អាចខ្លាចទៅជាព្រះពិតបានទេអធិរាជជៀនហ្វុងគាត់បានញញឹមអញ្ចឹងហេតុអ្វីបានជាពលលោកនិយាយតែរឿងអត់ប្រយោជន៍បន្ទាប់មកអធិរាជជៀនហ្វុងក៏បាននាំមន្ត្រីរបស់ទ្រង់ដើរចាក់ចែងពីទីក្រុងបើបូករួមទាំងទ្រង់ម្នាក់ទៀតស្របគឺមាន8នាក់មន្ត្រីជិតស្និទ្ធខ្លួនរបស់ព្រះអង្គគឺមាន7នាក់ដែលពួកគេមានកម្រិតស្ពានឋានសួគ៌បន្ទាប់ពីចាក់ចែងមកដល់ខាងក្រៅព្រះរាជាតាវបានប្រគល់នៅគម្ពីរគ្រោះមហន្តរាយកាលពីសម័យបុរាណឲ្យទៅកាន់អធិរាជដោយបានប្រាប់ទៅកាន់អធិរាជថាបន្ទាប់ពីព្រះអង្គបានអានវាចប់ហើយនៅតែទទូចចង់ធ្វើកំណែទម្រង់ទៀតពិភពលោកនេះនឹងត្រូវផ្លាស់ប្ដូរហើយអធិរាជជៀនហ្វុងគាត់បានដើរបណ្ដើរអានបណ្ដើរបន្ទាប់ពីអានគម្ពីរមួយនេះចប់ហើយទ្រង់បានរំលឹករឿងកាលពីគាត់នៅក្មេងធ្លាប់បានឃើញព្រះរាជាម្នាក់ត្រូវបានពួកនិកាយសម្លាប់ដោយសារតែថ្វាយដង្វាយមិនគ្រប់គ្រាន់ហើយទ្រង់ធ្លាប់បានសន្យាជាមួយនឹងខ្លួនឯងថានៅពេលដែលទ្រង់ធំឡើងទ្រង់នឹងបង្ក្រាបពួកគេហើយឥឡូវនេះទ្រង់បានធ្វើវារួចហើយប៉ុន្តែខ្ញុំនឹងលោកទេប្រឹក្សានឹងមិនទាន់ធ្វើវាគ្រប់គ្រាន់នោះទេគ្រោះធម្មជាតិព្រិលទៅក៏នៃវាត្រូវបានបញ្ជូនមកដោយព្រះដូច្នេះហើយគាត់នឹងប្រឆាំងជាមួយនឹងព្រះរូឡៃនិងព្រះរាជាតាវបានដកដង្ហើមធំនិយាយទៅកាន់អធិរាជថាឲ្យទ្រង់ក៏បានល្អិតល្អន់ទៅអធិរាជជៀនហ្វុងបាននិយាយទៅកាន់ពួកគេថាពួកលោកមានជំនឿរបស់ពួកលោកហើយខ្ញុំក៏មានជំនឿរបស់ខ្ញុំដែររូឡៃបាននិយាយទៅកាន់ព្រះរាជាតាវសម្លាញ់ចាស់បានចឹងទៅហើយពួកយើងមានតែបដូរអធិរាជថ្មីទៅនៅពេលដែលលើបែបនេះព្រះរាជាតាវគាត់បានដកដាវរបស់គាត់ចេញមករួចហើយនិយាយទៅកាន់អធិរាជជៀនហ្វុងថាព្រះអង្គពួកយើងបាននិយាយអស់ពីចិត្តហើយបើព្រះអង្គនៅតែទទូចរឹងរូសបែបនេះទៀតពួកយើងមានតែផ្លាស់ប្ដូរអធិរាជថ្មីប៉ុណ្ណោះនៅពេលនោះពួកព្រះរាជាតាវជាមួយនឹងព្រះសង្ឃនិងអ្នកខ្លាំងៗជាច្រើនទៀតបានឡោមព័ទ្ធអធិរាជជៀនហ្វុងជាមួយនឹងមន្ត្រីទាំង7នាក់របស់ទ្រង់អធិរាជជៀនហ្វុងនៅពេលនោះគាត់ភ្ញាក់ផ្អើលបន្តិចហើយគាត់បានសើចនិយាយថារូឡៃនិងព្រះរាជាតាវខ្ញុំគិតថាពលលោកធ្វើទៅតាមច្បាប់ពិភពគុណប៉ុន្តែខ្ញុំមិននឹកស្មានថាពលលោកហ៊ានប្រើប្រាស់ច្បាប់របស់រាជវាំងតទៅសោះតែគាត់ចង់សម្ដៅថាពួកគេគឺចង់ធ្វើរដ្ឋប្រហារនៅពេលដែលលើបែបនេះរូឡៃគាត់បានគ្រវីក្បាលដោយនិយាយថាពួកយើងគ្មានជំរឿសនោះទេសូមព្រះអង្គអត់អន់ឲ្យផងព្រះរាជាតាវបាននិយាយទៅកាន់សម្លាញ់ទាំងអស់គ្នាពួកយើងទាំងអស់គ្នាគួរតែជួនដំណើរព្រះអង្គនៅចម្ងាយ100ម៉ាយពីក្រុងប៉ាជូពេលនេះគឺពោពេញទៅដោយចំហាយសម្លាប់ជើងខ្លាំងជាច្រើននៅក្នុងពិភពគុណពួកគេបានមកឡោមព័ទ្ធជុំវិញអធិរាជជៀនហ្វុងជាមួយនឹងមន្ត្រីទាំង7នាក់របស់គាត់ដោយពួកគេម្នាក់ៗបញ្ចេញធម្មពលរៀងៗខ្លួននិងអ្នកខ្លះទៀតបញ្ចេញរាងកាយប្រលឹងរបស់ពួកគេដែលមានរូបរាងផ្សេងៗគ្នាអ្នកខ្លះមានក្បាល3អ្នកខ្លះមានដៃ4និងអ្នកខ្លះទៀតជារាងកាយវជ្រាចំណែកឯរូបរាងធម្មពលរបស់មន្ត្រីនៅក្នុងរាជវាំងគឺផ្ទុយស្រឡះពីរូបរាងធម្មពលរបស់ជើងខ្លាំងនៅក្នុងពិភពគុណមេតបឆាន់ប៉ាវយូអាវុធរបស់គាត់គឺជាដបងមាសដែកមួយគូដែលបញ្ចេញពន្លឺភ្លឺចាញ់ចាំងមេតបរូបនេះចូលរួមនៅក្នុងសង្គ្រាមញឹកញាប់មិនបានវឹកហាត់ដើម្បីខ្លាចខ្លួនទៅជាព្រះនោះទេប៉ុន្តែគាត់ចាត់ទុកអាវុធរបស់គាត់គឺជាអតិទេពតែគ្រប់គ្រងនៅក្នុងសមរភូមិហើយនៅមានមន្ត្រីផ្សេងទៀតដែលពួកគេបានបង្ហាញធម្មពលរបស់ពួកគេបន្ទាប់ពីបានបង្ហាញអំណាចរៀងខ្លួនអ្វីដែលយើងមើលឃើញនោះគឺភាពខុសគ្នារវាងមន្ត្រីរាជការជាមួយនឹងអ្នកវឹកហាត់នៅក្នុងបក្សសាសនាដែលបកតាវជាមួយនឹងវត្តកលន់ពួកគេគោរពព្រះនិងអតិទេពដូច្នេះហើយធម្មពលដែលនៅពីក្រោយខ្នងពួកគេគឺមានរូបរាងដូចជាព្រះចំណែកឯអ្នកខ្លាំងនៅក្នុងរាជវាំងវិញពួកគេគោរពទៅតាមអ្វីដែលពួកគេគ្រប់គ្រងពួកគេម្នាក់គោរពអ្វីដែលជាជំនាញនិងទូនទទីរបស់ពួកគេរៀងខ្លួនដោយសារតែបានឃើញបែបនេះព្រះសង្ឃត្រជាវ័យម្នាក់បាននិយាយថាកំណែទម្រង់របស់ទីប្រឹក្សាអធិរាជបានបណ្ដាលឲ្យផ្លូវទុច្ចរិតទាំងអស់មិនគ្រប់ព្រះពួកគេបែរជាទៅគ្រប់វត្ថុអត់ប្រយោជន៍ទាំងអស់នោះជាជាងគ្រប់ព្រះនិងព្រះពុទ្ធទៅវិញមេតបសេះសមម្នាក់បានចង្អុលទៅកាន់ព្រះសង្ឃត្រជាវ័យ
ងនោះហើយបានសាច់មកឲ្យគាត់យ៉ាងខ្លាំងចេះអ្វីប្រើនឹងចេះអីធ្វើនឹងទៅនៅពេលនោះគឺមានបរិះចំណាស់ម្នាក់បានដើរអរទេសគោចូលមកនៅពេលដែលភាគីទាំងសងខាងពោពេញទៅដោយចំហាយសម្លាប់គឺមានបរិះចំណាស់ម្នាក់បានដើរអរទេសគោចូលមកលើសំឡេងកណ្ដឹងក្រឹងភាគីទាំងសងខាងរៀបនឹងប្រយុទ្ធគ្នាទៅហើយក៏បានបញ្ឈប់សកម្មភាពវិញបរិះចំណាស់ម្នាក់នោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញចំហាយព្រះនៅពេញមេឃដោយសារតែគាត់ភ័យខ្លាចខ្លាំងពេកគាត់ក៏បានវាយគោរបស់គាត់ពី3ខ្សែរហូតដល់វាប្រឹងអរទេសចាក់ចេញពីទីនោះនៅពេលដែលបរិះចំណាស់នោះអរទេសចេញទៅបាត់សង្គ្រាមក៏ចាប់ផ្ដើមផ្ទុះឡើងប៉ុន្តែនៅពេលនោះក៏ស្រាប់តែឮសំឡេងកណ្ដឹងរបស់រទេះគោមួយទៀតបរិះចំណាស់ម្នាក់ទៀតបានដើរអរទេសគោចូលមកដល់ហើយនៅពេលដែលឃើញមនុស្សជាច្រើនកំពុងតែប្រយុទ្ធគ្នាបែបនេះគាត់មានការភ័យសន់ស្លោយ៉ាងខ្លាំងអរទេសចាក់ចេញទៅវិញគ្រប់គ្នាបានដកដង្ហើមធំហើយត្រៀមវេយគ្នាម្ដងទៀតដោយសំឡេងរទេះគោមួយទៀតក៏បានបន្លឺឡើងអាចារ្យតាម្នាក់បានស្រែកឡើងដោយកំហឹងក្នុងគ្រោះមហន្តរាយដ៏ត្រជាក់បែបនេះតើរទេះគោជាច្រើនទាំងនេះមកពីណារទេះគោបន្ទាប់ក៏បានបរចូលមកដោយមានគូស្វាមីភរិយាចំណាស់មួយគូអង្គុយនៅពីលើរទេះគ្រប់គ្នាមិនហ៊ានធ្វើអ្វីនោះទេរងចាំឲ្យរទេះគោមនុស្សឆ្លងផុតទៅប៉ុន្តែប្តីប្រពន្ធចំណាស់មួយគូនេះគឺមិនបានឆ្លងទៅនោះទេដោយបានឈប់រទេះនៅទីនេះតែម្ដងដោយមិនមានភាពភ័យខ្លាចឡើយភ្លាមៗនោះក៏មានមនុស្សជាច្រើនចេញពីរទេះគោមួយនោះពួកគេគឺជាអ្នកការពារឆ្វេងស្ដាំរបស់បព្វបិសាចឋានសួគ៌និងព្រឹទ្ធាចារ្យទាំង12នាក់ដែលការពារបព្វបិសាចឋានសួគ៌ហើយនិងស្ដេចសួគ៌ទាំង2នាក់នៅពេលដែលឃើញបែបនេះព្រឹទ្ធាចារ្យតាវគាត់ក៏ចាប់អារម្មណ៍ផងដែរដោយគាត់មិននឹកស្មានថាមានមនុស្សបង្កប់ខ្លួននៅក្នុងរទេះគោមួយនេះសោះដោយគាត់បានសរសើរថាល្បិចរបស់បព្វបិសាចឋានសួគ៌ពិតជាអស្ចារ្យមែនដោយពួកគេទាំងអស់គ្នាមកទីនេះដោយទទួលបានបញ្ជាពីលោកមេបាដើម្បីការពារអធិរាជជាតិហ្វឹងនិយាយទៅឈិនមូបានបញ្ជាពួកគេតាំងពីគាត់ធ្វើដំណើរត្រឡប់ទៅកាន់ផ្ទះនៅពេលចូលឆ្នាំមកព្រឹទ្ធាចារ្យនិងស្ដេចសួគ៌ទាំងពីររបស់បព្វឋានសួគ៌ក៏បានលោតចុះពីលើរទេះគោដោយស្ដេចសួគ៌សឺជាមួយនឹងស្ដេចសួគ៌យូពួកគាត់ទាំងពីរបានញញឹមហើយបាននិយាយទៅកាន់អ្នកទាំងអស់គ្នាថាគឺសុទ្ធតែជាជើងខ្លាំងពួកយើងគឺជាមនុស្សចាស់តូចតាចសូមគោរពហើយគាត់ក៏បានប្រាប់ទៀតថាមេបារបស់ពួកយើងបានប្រគល់អធិរាជដោយនៅមានជីវិតដើម្បីឲ្យពួកយើងការពារបើសិនជាពួកអ្នកទាំងអស់គ្នាសម្លាប់គាត់ហើយពួកយើងយកសាកសពរបស់អធិរាជទៅជួបមេបាវិញនោះពួកយើងមានតែយកជីវិតរបស់ពួកយើងទៅសងកំហឹងរបស់គាត់ប៉ុណ្ណោះនៅពេលដែលឮបែបនេះមេបាសុំទានឈីតាយូបានស្រែកឡើងថារាជវាំងខុបខិតជាមួយនឹងបព្វបិសាចឋានសួគ៌សម្លាញ់នៃវត្តកូឡុនទាំងអស់គ្នាពួកយើងកំចាត់បិសាចទាំងអស់នេះទៅបន្តមកសមរភូមិក៏បានចាប់ផ្ដើមដោយពួកគេបានស្រែកឡើងថាសម្លាប់ចំណែកឯអធិរាជជាតិហ្វឹងគាត់បានត្រឹមតែឈរមើលប៉ុណ្ណោះដោយសារតែសត្រូវពិតប្រាកដរបស់ទ្រង់គឺជាព្រឹទ្ធាចារ្យតាវជាមួយនឹងរូឡៃតែពួកគាត់គឺសុទ្ធតែជាជើងខ្លាំងកំពូលតែម្ដងផ្សោតតាំងពីសម័យបុរាណមកទោះបីជាអធិរាជជាតិហ្វឹងនៅក្មេងហើយបត់វិសោធនៅតិចជាងពួកគេក៏ដោយប៉ុន្តែអធិរាជជាតិហ្វឹងគឺមានខ្សែឈាមអ្នកក្រៀកទាំង9ដែលអនុញ្ញាតឲ្យទ្រង់វឹកហាត់លឿនជាងអ្នកដទៃជាមួយនឹងទេពកោសល្យដ៏ខ្ពង់ខ្ពស់របស់ទ្រង់ដែលធ្វើឲ្យទ្រង់បានខ្លាចទៅជាជើងខ្លាំងកំពូលម្នាក់នៅក្នុងពិភពគុណ老道友，换一任皇帝。